គុំខ្ញុំប្រកាសណាសូមមាសការក្រៅថ្វាយបង្គំចំពោះសម្ដេចជាអង្គម្ចាស់គ្រប់ព្រះអង្គដោយសេចក្តីគោរពនិងដោយសេចក្តីកោតក្រែងដ៏ខ្ពង់ខ្ពស់សូមជម្រាបសួរគោរពចំពោះសម្ដេចទ្រង់អាដាមអស់លោកស្រីប្រជាពុទ្ធបរិស័ទទាំងក្នុងប្រទេសទាំងក្រៅប្រទេសដោយសេចក្តីគោរពរាប់អានដ៏ខ្ពង់ខ្ពស់ពីខ្ញុំប្រកាសណាខ្ញុំបាទខ្ញុំព្រះករុណាខ្ញុំបាទឧបាសកជួនកកដាដែលពុទ្ធបរិស័ទក៏ដូចជាពិសេសអ្នកនៅក្នុងបណ្ដាញសង្គមទាំងអស់ប្រហែលជាអាចស្គាល់ខ្ញុំប្រកាសណាខ្ញុំបាទហើយដែលទៅតែលាចាកសិក្ខាបទកាលពីថ្ងៃទី19ខែ3វេលាម៉ោង8កន្លះព្រឹកកន្លងទៅនេះហើយក៏មានព័ត៌មានជាច្រើនដែលតកតងជាមួយនឹងខ្ញុំប្រកាសណាខ្ញុំបាទរឿងលាចាកសិក្ខាបទហើយក៏ធ្វើជាការវែកញែកច្រើនដែលតកតងជាមួយនឹងខ្ញុំដោយសារហេតុនេះខ្ញុំសឹកព្រោះតែហេតុនេះខ្ញុំសឹកព្រោះតែហេតុនេះហេតុនោះអីចឹងទៅប៉ុន្តែខ្ញុំប្រកាសណាខ្ញុំបាទក៏មិនបានឆ្លើយតបទៅលើការលើកឡើងរបស់សាធារណមតិឬក៏ការយល់ឃើញរបស់ពុទ្ធបរិស័ទក៏ដូចជាបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសនោះទេប៉ុន្តែដោយមានវីដេអូមួយមិនដឹងថាបងប្រុសឬក៏ប្អូនប្រុសទេហើយខ្ញុំសូមអនុញ្ញាតហៅថាបងទៅចុះប្រហែលជាប្អូនឬក៏បងតែខ្ញុំសូមហៅបងខ្ញុំឃើញវីដេអូបងប្រហែលជានៅក្រៅប្រទេសហើយប្រហែលជាធ្លាប់ជួបខ្ញុំបាទកាលនៅជាប្រសង់នៅប្រទេសកាណាដាតាមដែលខ្ញុំបាទឃើញរូបភាពនៅក្នុងពិធីមួយខ្ញុំប្រកាសណាខ្ញុំបាទនៅជាប្រសង់បានទៅទទួលចង្ហាន់នៅក្នុងកម្មវិធីហ្នឹងហើយដោយសារខ្ញុំមានអ្នកថតជាមួយច្រើនខ្ញុំអត់ចាំទីកន្លែងតែខ្ញុំចាំបដិជគុណទាំងពីរព្រះអង្គដែលគង់នៅចិត្តខ្ញុំប្រកាសណាខ្ញុំបាទនោះគឺខ្ញុំប្រកាសណាខ្ញុំបាទស្គាល់ព្រះអង្គតែបងប្រុសនៅខាងក្រោយខ្ញុំប្រកាសណាអត់បានចាំឈ្មោះរបស់គាត់ទេប៉ុន្តែខ្ញុំប្រកាសណាខ្ញុំបាទឃើញវីដេអូដែលគាត់បានធ្វើការបកស្រាយដែលថាខ្ញុំសឹកនេះដោយសារតែការចាប់បង្ខំអញ្ចឹងខ្ញុំប្រកាសណាខ្ញុំបាទសូមអនុញ្ញាតដើម្បីចាក់វីដេអូនឹងបន្តិចហើយខ្ញុំកណាខ្ញុំបាទនឹងបកស្រាយនៅអ្វីដែលគាត់បានលើកឡើងមកនេះគឺមានន័យថាបងមានប្រសាសន៍នេះគឺខុសពីការពិតនឹងទាំងស្រុងតែម្ដងបងនេះខ្ញុំសូមអនុញ្ញាតពីបងខ្ញុំមិនដឹងថាបងដឹងព័ត៌មាននឹងពីណាទេតែសម័យខ្លួនរបស់ខ្ញុំទេដែលជាអ្នកសម្រេចចិត្តដោយខ្លួនខ្ញុំមិនមាននរណាបង្ខំហើយមិនមាននរណាមកថាយ៉ាងម៉េចឲ្យខ្ញុំលាចាកសិក្ខាបទទេគឺជាខ្លួនរបស់ខ្ញុំតែម្ដងចិត្តរបស់ខ្ញុំអ្នកសម្រេចតែម្ដងឥឡូវសូមស្ដាប់វីដេអូរបស់គាត់ដែលគាត់បានលើកឡើងរបស់អតីតព្រះសង្ឃជួនកក្កដាមានតែសម្ដេចសង្ឃមិនលើកពី5អង្គទេណាតែដឹងពីរឿងហ្នឹងណាក្នុងនោះមានសម្ដេចសង្ឃ2អង្គដែលបានគម្រាមទៅលើព្រះអង្គជួនកក្កដាទី1គឺសម្ដេចសង្ឃឈឹងប៊ុនឈៀងណាទី2សម្ដេចសង្ឃខុងសតណាតែជាសង្ឃ7មករាណាបានគម្រាមព្រះអង្គជួនកក្កដាណាបងប្អូនជំនឿការសឹករបស់ព្រះអង្គជួនកក្កដានេះសូម្បីតែបងប្អូនបង្កើតបងប្អូនជីដូនមួយរបស់លោកនេះមិនបានទទួលដំណឹងផងណាបងប្អូនជាតិណាសម្ដេចសង្ឃកម្ពុជាយើងណាខប្រាប់ពីល្ងាចលុះព្រឹកឡើងម៉ោង9ចាប់សឹកទាំងទឹកក្រហល់តែម្ដងបងប្អូនជាតិណាបងប្អូននេះវាឆ្លុះបញ្ចាំងយ៉ាងច្បាស់នៅផែនការរបស់ជួនក្នុងការកំទេចពុទ្ធសាសនាយើងណាបងប្អូនដឹងហើយពុទ្ធសាសនាគឺជាកន្លែងប្រមូលផ្ដុំអ្នកប្រាជ្ញបណ្ឌិតអ្នកចេះដឹងណាបងប្អូនណាអញ្ចឹងហើយទើបយួនប្រើប្រាស់អាចងរបស់ខ្លួនហ្នឹងមានហ៊ុនសែនណាឲ្យកំទេចអ្នកប្រាជ្ញអ្នកចេះដឹងបណ្ឌិតឲ្យផ្ទៃទាំងអស់ណាហើយនឹងបំផ្លាញពុទ្ធសាសនាយើងឲ្យរលាយសាបសូន្យងាយស្រួលនឹងលេបយកទឹកដីកម្ពុជាយើងទាំងមូលណាបងប្អូន
ខ្ញុំប្រកាសណាខ្ញុំបាទសូមអនុញ្ញាតដើម្បីបកស្រាយនៅអ្វីដែលគាត់បានលើកឡើងនេះគឺសម្រាប់ខ្ញុំកណាខ្ញុំបាទតែម្ដងដូចជាមិនមានរឿងនឹងសោះខ្ញុំប្រកាសណាខ្ញុំបាទសូមទូលប្រកេននឹងជម្រាបឲ្យបានជ្រាបថាខ្ញុំដូចជាមិនមានរឿងអ្វីដូចដែលគាត់បានលើកឡើងនឹងសោះហើយខ្ញុំប្រកាសណាខ្ញុំបាទដែលលាចាកសិក្ខាបទដោយឃើញភ្លាមបាននាំគ្នាផ្ទុះតែលាចាកសិក្ខាបទនេះខ្ញុំកណាសូមទូលប្រកេនសូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថាខ្ញុំកណាជាមនុស្សដែលពុទ្ធបរិស័ទគាត់បានស្គាល់ដឹងច្រើនហើយខ្ញុំជឿថាពុទ្ធបរិស័ទគាត់នៅស្រឡាញ់នៅស្ដាយច្រើនបើកាលណាខ្ញុំប្រាប់ថាខ្ញុំនឹងសឹកនៅថ្ងៃប៉ុណ្ណេះថ្ងៃប៉ុណ្ណោះខ្ញុំដើរប្រាប់គេតាមរោងបុណ្យខ្ញុំដើរប្រាប់គេតាមទីសាធារណៈឬញោមដែលស្គាល់សាកសម័យមើលថាតើអ្នកដែលបានចូលរួមនឹងមានប្រមាណអ្នកនេះគ្រាន់តែគិតទេហើយតើពួកគាត់នៅសុខទេថាដឹងតែខ្ញុំសឹកថ្ងៃប៉ុណ្ណេះប៉ុណ្ណោះខ្ញុំជឿប្រកាសណាស់ថាមិនសុខទេហើយគាត់នឹងមកហ្នឹងគឺប្រកាសជាមានអ្នកខ្លះគាត់អាណិតគាត់ស្ដាយគាត់នឹងយំស្រែកពេញតែវត្តហ្នឹងឯងហើយឲ្យខ្ញុំសម្រេចថាខ្ញុំសឹកទៅតើខ្ញុំមានអារម្មណ៍ថាយ៉ាងម៉េចការសម្រេចចិត្តរបស់ខ្ញុំនឹងហាក់បីដូចជាធ្វើឲ្យពួកគាត់យំស្រែកអញ្ចឹងខ្ញុំសម្រេចចិត្តខ្លួនខ្ញុំថាខ្ញុំដែលដាក់ថ្ងៃសឹកគឺខ្ញុំអត់ប្រាប់សាធារណជនពុទ្ធបរិស័ទញាតិមិត្តពធហ្នឹងឲ្យតាន់ពេលវេលាថាដឹងថ្ងៃនេះថ្ងៃនោះទេគឺខ្ញុំទៅតែប្រាប់ស្អែកឡើងសឹកគឺខ្ញុំប្រាប់ថ្ងៃហ្នឹងខ្ញុំប្រាប់ដូចយើងឃើញទាំងអស់គ្នានៅតាមបណ្ដាញសង្គមជាពិសេសញោមអាដាមម៉ុងរិទ្ធីខ្ញុំឆាតទៅគាត់ខ្ញុំប្រាប់គាត់នៅពេលដែលម៉ោង10ទៅហើយ10យប់ទៀតមិនមែន10ព្រឹកទេអញ្ចឹងមានន័យថាខ្ញុំព័ត៌មានដែលខ្ញុំសឹកនេះគឺខ្ញុំមិនបង្ហាញពុទ្ធបរិស័ទសាធារណជនឲ្យដឹងឲ្យឮមុនរយៈពេលយូរទេព្រោះខ្ញុំដឹងខ្លួនឯងថាប្រកាសជាមានបញ្ហាញោមអញ្ជើញមកច្រើនហើយអញ្ចឹងត្រឡប់មកវិញទៅលើបងដែលមានប្រសាសន៍នេះខ្ញុំសូមអរគុណហើយដែលបងគិតថាខ្ញុំជាអ្នកចេះដឹងមួយហើយខ្ញុំជាធនធានមនុស្សមួយដែលបងឲ្យតម្លៃដែលបងគិតថាខ្ញុំហ្នឹងអ្នកចេះប៉ុន្តែដែលបងមានប្រសាសន៍ដូច្នេះធ្វើហាក់បីដូចជាបងសម្រាប់ខ្ញុំទៅវិញទេព្រោះខ្ញុំមិនមែនសម្ដេចព្រះពុទ្ធជ័យមនីខឹមសនសម្ដេចឈឹងប៊ុនឈាលោកមកបខំខ្ញុំទេខ្ញុំនិយាយដោយការពិតគឺខ្ញុំទេអ្នកដែលទៅទូលសម្ដេចព្រះពុទ្ធជ័យមនីខឹមសនដំបូងបំផុតដែលខ្ញុំមកពីប្រទេសកាណាដាព្រោះខ្ញុំមកពីប្រទេសកាណាដាហើយខ្ញុំបានតែមួយថ្ងៃទេខ្ញុំចូលទៅថ្វាយបង្គំសម្ដេចព្រោះសម្ដេចនុនង៉ែតសម្ដេចព្រះអគ្គមហាសង្ឃរាជខ្ញុំនៅវត្តបទុមគឺនាំគ្នាហៅថាសម្ដេចកុងព្រោះខ្ញុំអ្នកវត្តបទុមដែរទូលលោកមិនបានចាំដូចមុនទេព្រោះលោកបញ្ជូនច្រើនហើយអញ្ចឹងខ្ញុំថ្វាយបង្គំលោកហើយខ្ញុំទៅថ្វាយបង្គំព្រះសម្ដេចព្រះពុទ្ធជ័យមនីខឹមសនទូលថាសម្ដេចខ្ញុំកណាអស់អានិសង្ឃហើយខ្ញុំកណាសុំសឹកមិនមែនសម្ដេចបជាឲ្យសឹកទេសម្ដេចខាត់ទៀតខ្ញុំទូលទៅលោកថាខ្ញុំមានបំណងថាចង់សឹកនៅក្នុងបច្ចុប្បន្ន40នេះហើយអញ្ចឹងសូមសម្ដេចអនុគ្រោះដល់កូនចៅសូមលាសម្ដេចដើម្បីលាចាកសិក្ខាបទហើយប្រាប់ហេតុផលច្រើនប្រកេនទៅសម្ដេចជាអង្គម្ចាស់ហើយខ្ញុំនឹងសម្ដេចព្រះពុទ្ធជ័យមនីខឹមសនខ្ញុំអ្នករស់នៅក្រោមអាវាតរបស់លោកតាំងពីឆ្នាំ2006ម្លេះខ្ញុំនៅវត្តបទុមគាត់លេខ7វត្តបទុមបតីគឺញាតិញោមពុទ្ធបរិស័ទដឹងទាំងអស់ហើយទូទាំងប្រទេសថាខ្ញុំពីមុនជាប្រសង់នៅវត្តបទុមបតីដែលចេញពីវត្តសំហងដែតមកចូលវត្តសារាវ័នបានមួយឆ្នាំខ្ញុំមកនៅវត្តបទុមបតីគាត់លេខ7ហ្នឹងដែលជាគាត់របស់លោកគ្រូខ្ញុំព្រះអង្គគ្រូធម្មធេរោសែមសរិនដែលលោកបានសុំឲ្យស្នាក់នៅសិក្សារៀនសូត្រទីនោះហើយសម្ដេចព្រះអគ្គមហាសង្ឃរាជនុនង៉ែតសម្ដេចព្រះពុទ្ធជ័យមនីខឹមសនលោកគឺជាអ្នកមានឧបការៈលើខ្ញុំច្រើនណាស់ទាំងការអប់រំទាំងការផ្ដល់សេចក្តីសុខទាំងការឃុំក្រងខ្ញុំអប់រំថែរក្សាខ្ញុំនៅជាប្រសង់នៅទីនោះខ្ញុំអត់មានរឿងអីដែលត្រូវមកសម្ដេចបខំខ្ញុំឲ្យសឹកទេ
hạ bay đôi chỉ trao sầm đạch tầng sông tây hai nhom sông áp chia sài bờ bong bàn sập lư nhom gì vậy ní nhom chia ở bà sọm mà rụp hai tay nhom mình bàn từ sầm đạch bằng không nhom mà sắc ấy tế ở miền so nhom nè từ tu sông sầm đạch để tròn sầm đạch khoan cho bà ổn ai sắc sầm đạch lộ hào nhom tại ổn tê bà ổn ai sắc vọt bà sạn nên không mau kịch giống này rụt rồi cho ở đây kịch cho bà nấu kịch mà đón tiết mới bán nhóm từ tu lục bạp ở trắng trên bị chết là nhóm ở an nhóm cái nào ở an này sáng hai sầm đại nhóm cái nào xong pe về lìa đại chui vật sản nên mau nâng sạch ná miền tây giờ pe bận này nằm tê bận năng nắm bận này là nhóm bàn bạp tha vật sản nên mau nó đập bay nằm sầm đạp nhóm tê chân nhóm cái nào xong lìa sầm đại sắc mấy tê ôn bà ta ôn ai sắc phân vật thi cả nó sầm đại lộ thành trắng phân vật thi ai cột còng bàn này on tham ai tê sầm đại pro nhom cả ná bán giấy chữ muối kia ruồi hai cả sạc ní tê dạng na thôi dạng na rồi có cột còng dạng mấy ở về xăm hai pal xăm rum chẳng nhom cả ná sầm đại ruồi hai bà khoát bán tam ở bạn để xay tới ôn á kịp chăm pe về liệt tam mà chia sài tới thờ mấy bà ở hà này xong hay ở vậy mình tiền đi sầm đáy chia mình tú bao sầm đáy ấy trong cái na trong bán có bán từ tú sầm đáy pre mà há sầm mấy thiết thực ở đây tú rướng trong cái na trong bát xong ai để nhát tầm mấy lê trà sẽ khả bọt sầm đáy pre mà há sầm mấy thiết thực ở đấy còn lúc khoát đôi kia phố khai trong cái na trong bát tranh bị vọt và san nên không mau tới con sơ trong cái ná trong bát rập rồi ằng ta kịch dạng mấy sầm đáy mình bèn hai trong ôn đôi sầm đáy và bật chơi mình đi tết cứ sầm đáy hai bỏng kịch mấy là này bà bỏng tới thơ mấy bọt năng dạng mấy bán tu riệp rập rương ra tầng ớt vai sầm đáy bây giờ sầm bê thiệt thật ở đấy tha tu bằng cúng bàn riệp trong rồi rồi là hai tu bằng cúng sầm đáy nâng lìa chạ sẽ khả bọt hai chứ này rương ra tầng ở ní nhóm ban từ tu sầm đạch để toát luôn nhóm hay sầm đạch chia bị xe sầm đạch để bột chơi mình đi không xón lụ men cả đàn na meta lực nhóm ná côn cháu để nơi cao màu vạt bao sầm đạch nhóm đang hai để chia mình nu mình khoal sông càng nghe thơ ấy tầng ở tại sầm đạch sầm bay tại tua để ti ấy xem màu vạt sản nên không có sầm đạch bạn đào ơi thơ ôn anh thơ chui thơ kháng đây thơ kháng đó vì này thọ quân khai tất cả có sầm đại tha ôn anh chui kia cà pia giờ làm bột được cả bằng rừng giờ làm bột được cả năng gọi là oi và xà ní cái do chết tốc đã bao sầm đại chị ông mà chắc đây chỉ lốp chỉ nẹm miền cốt lực nhom và cả nát chấm bạn tăng bị năm pi ponผมเปิลมาเลยปีปอนผมมวยโจมากงจงชั้นปีปอนเปิลโหดมาđó để nhom cái na nhom bát mà nơi vậtประสาท เด็ก má còn đó là tơ mau nơi sầm nạ slide nơi tì nụ rương ấy đây sầm đại thơ mà bậc không nhom cái na nhom bát ở sắc anh miền rương hạt phật năng tê thấy công kết là nhom gì ní bà hay chia miền na kiệm sừng cọt nhom ăn miền là na kiệm sừng cọt nhom thế cứ nhom nị giấy đấy chất rồi bọc nhom năng ca sầm đại chất bọc nhom rồi nhom sầm đại chất là nhom năng sắc là không ở dụng xài sập hay cô đào ní nhom mình men từ để nhom kịch thả nhom sắc hai ngày đi ngày đâu tê nhom san ở mặt luôn nhom cầm nát pe và liệt luôn nhom thả ca nghe tầng lái nhom đâu chia lục sáng nhom thơ rồi hốt đã nhom mà dụ sai sập cái nhom cầm nát chừng mà pe để nhom mà dụ sai sập nhom ca nghe để nhom thơ bây giờ sầm hẹp sa sana nó sầm hẹp con sa rồi bọc nhom tụi bay chụp đoànประมาณ đọc sập ngày này rồi hốt đã chụp đoàn tị đọc 9 đấy cứ nhom thơ rồi hốt pe na nhom sắc cứ nhom ai này xong rồi bọc nhóm cứ nhóm đặt pe và liệt nhóm tại mà đòn chán này riêng ấy để thà nhóm thử sầm đạch mà bọc hòm hay chưa sẽ môi bọn tiết sầm đạch bây giờ đom chạ ra bình định chân bình chìa sầm đạch lục ọt bàn đăng thà nhóm sông sắc tê tai đã là pe nhóm đặt ngay pe và liệt hai sầm đạch chị ông mà cha chân bình chìa nhóm ọt bàn từ chụp toa tiết nhóm bàn kho tu rồi sập tới tu sầm đại thay sầm đại nhom cái ná xong để nhát thay bằng cung lia sầm đại sắc hai
ហើយសូមសម្ដេចមេត្តាចូលរួមផងសម្ដេចព្រះមហាអរិយវង្សបណ្ឌិតយ៉នសេយាតក៏ដូចគ្នាខ្ញុំក៏ទូរស័ព្ទទៅប្រកេនលោកថាខ្ញុំកណាលាចាកសិក្ខាបទថ្ងៃនេះថ្ងៃនោះហើយថ្ងៃទី19អញ្ចឹងណាសូមសម្ដេចមេត្តាចូលរួមផងអញ្ចឹងរឿងរ៉ាវទាំងអស់នេះគឺខ្ញុំអ្នកកំណត់តែគ្រាន់តែថាដេញថ្ងៃដេញខែខ្ញុំបកុលថ្វាយសម្ដេចព្រះមហាសមេធាធិបតីអំលំហេងដែលលោកថាមើលអូនឯងកើតឆ្នាំអីព្រះអង្គកើតឆ្នាំអីព្រះអង្គខ្ញុំក៏ប្រាប់ថាខ្ញុំកណាទូលបង្គំឆ្នាំនេះទៅលោកថាឆ្នាំហ្នឹងដាក់ថ្ងៃប៉ុណ្ណេះសមថ្ងៃប៉ុណ្ណេះសមអញ្ចឹងយើងធ្វើតាមរបៀបបុរាណថាសឹកឲ្យមានឧបជាសឹកឲ្យមានបាអាចារ្យហ្នឹងអ្នករៀបចំឲ្យកុំឲ្យសឹកដោយសារតែចង់ខ្លួនឯងចេះទៅត្មងអញ្ចឹងថ្វាយទៅលោកដេញថ្ងៃនេះល្អថ្ងៃសុក្រល្អថ្ងៃសៅរ៍ល្អថ្ងៃពុធល្អអីចឹងទៅក៏សម្រេចថ្ងៃ19ហ្នឹងថ្ងៃពុធហ្នឹងទៅហ្នឹងហើយអញ្ចឹងខ្ញុំកំណត់ហើយដែលបងមានប្រសាសន៍មួយទៀតថាបងថាខ្ញុំបងប្អូនខ្ញុំបងប្អូនជីដូនមួយខ្ញុំមីងពូខ្ញុំសិតតែអត់មានអ្នកដឹងទាំងអស់មិនមែនដូច្នោះទេបងប្អូនខ្ញុំជីដូនមួយខ្ញុំពូមីងខ្ញុំគាត់ដឹងយូរហើយខ្ញុំប្រាប់យូរហើយខ្ញុំប្រាប់នឹងប្រាប់មិនមែនតែប្រាប់តែឥឡូវទេខ្ញុំប្រាប់តាំងតែពីដើមឡើយមកថាខ្ញុំអាយុ40ខ្ញុំនឹងសឹកហើយមុនមួយខែពីរខែខ្ញុំប្រាប់ហើយរួចស្រេចហើយថាខ្ញុំដាក់ថ្ងៃពេលវេលាហើយខ្ញុំនឹងសឹកហើយខ្ញុំសម្រេចខ្លួនខ្ញុំអញ្ចឹងហើយខ្ញុំអត់មាននរណាមកបង្ខំខ្ញុំទេសូមបងអព្យាស្រ័យអភ័យទោសខ្ញុំសូមបដិបត្តិគោរពពីចងាយសម្រាប់បងដែលបានបកស្រាយនេះគឺមិនមែនជាការពិតសម្រាប់ខ្ញុំទេខ្ញុំដាក់ចិត្តដាក់កាយរបស់ខ្ញុំបួសពី13ឆ្នាំរហូតដល់40ខ្ញុំគិតថាខ្ញុំរៀងហត់នឿយច្រើននេះខ្ញុំនិយាយពីបេះដូងរបស់ខ្ញុំណាគឺខ្ញុំហត់នឿយច្រើនណាស់ទាំងការចិញ្ចឹមទំនប់បំរុងការស្វែងរកជំនួយផ្សេងដើម្បីឧបត្ថម្ភកូនសិស្សខ្ញុំរហូតមកដល់ថ្ងៃនេះដែលខ្ញុំចាក់សិក្ខាបទបាត់ចំនួន3ថ្ងៃនេះមានន័យថាកូនសិស្សរបស់ខ្ញុំបានដល់ទៅ4677អង្គហើយអញ្ចឹងខ្ញុំគិតថាកូនសិស្សទាំងឡាយលោកគ្រូធ្វើបានប៉ុណ្ណឹងហើយសូមកូនសិស្សទាំងឡាយហ្នឹងយល់ថាលោកគ្រូមានការហត់នឿយច្រើនហើយអញ្ចឹងលោកគ្រូធ្វើការទាំងអស់នេះគឺដើម្បីកូនសិស្សទាំងអស់តែលោកគ្រូអត់មានជីវិតខ្លួនឯងទេអញ្ចឹងលោកគ្រូទៅឯណាមកឯណាធ្វើអីគឺសិតតែជាជីវិតរបស់កូនសិស្សយកខ្លួនឯងដើរតួជាអ្នករកជំនួយចិញ្ចឹមឧបត្ថម្ភអប់រំឈឺស្កាត់ពេទ្យមកអីផ្សេងអញ្ចឹងលោកគ្រូមានបន្ទុកធ្ងន់ហើយសុំសម្រាកហើយអាយុ40ហ្នឹងមានន័យថាម៉េចក្នុងអាយុ40នេះខ្ញុំសូមអនុញ្ញាតសម្រាប់ជីវិតរបស់ខ្ញុំពីកិច្ចរវល់ទាំងអស់នោះខ្ញុំសូមគិតគូរជីវិតខ្លួនខ្ញុំពេលវេលាខ្លួនខ្ញុំអនាគតខ្លួនខ្ញុំហើយនឹងការរៀនសូត្ររបស់ខ្លួនខ្ញុំបើខ្ញុំនៅជាព្រះសង្ឃខ្ញុំជួយបានដល់សាសនារបស់ខ្ញុំព្រោះសាសនារបស់ខ្ញុំគឺមានគុណលើខ្ញុំដល់ក្រៃលែងដែលចិញ្ចឹមខ្ញុំអប់រំខ្ញុំបីបាច់ខ្ញុំថែរក្សាខ្ញុំបង្កើតឲ្យខ្ញុំមានគំនិតមានបញ្ញាមានការចេះដឹងហើយនឹងការតបគុណទៅវិញនេះគឺជាគុណអំណាចរបស់សាសនាដែលបានចិញ្ចឹមខ្ញុំទៅបានខ្ញុំធ្វើទាំងអស់នេះហើយខ្ញុំសូមពេលរបស់ខ្ញុំតែពេលដែលខ្ញុំលាចាកសិក្ខាបទទៅប៉ុណ្ណឹងឯងខ្ញុំសូមជីវិតរបស់ខ្ញុំទេដើម្បីឲ្យខ្ញុំគិតពីខ្លួនខ្ញុំផងគ្មាននរណាមកបង្ខំអីខ្ញុំទាំងអស់ហើយទៅបងលើកមកឯណាឯណីពេញទឹកពេញដីចេះបងយល់អត់ទាន់បានជ្រៅទេហើយខ្ញុំសុំទោសបើបងខឹងខ្ញុំចំណុចនេះតែបងគិតថាតើបងនិយាយតើខ្ញុំដាក់ខ្ញុំនេះតើវារឿងពិតឬក៏អត់បានមកពីណាដែលខ្ញុំខ្លួនឯងនេះខ្ញុំមិនទាំងបានប្រាប់នរណាផងហ្នឹងថាខ្ញុំសឹកថ្ងៃណាខ្ញុំប្រាប់តែបងប្អូនខ្ញុំប្រាប់ទូលតែសម្ដេចជាអង្គម្ចាស់ហើយខ្ញុំនិយាយជាមួយតែព្រះអង្គភិនវិធីហើយនឹងបងអាចារ្យទួនឈុនខ្ញុំនិយាយតែគ្នាខ្ញុំពីរបីនាក់ទេដែលខ្ញុំដាក់ចិត្តដាក់កាយតែខ្ញុំសឹកអញ្ចឹងខ្ញុំសូមផ្ដាំផ្ញើវីដេអូនេះមិនមែនចំពោះតែបងប្រុសដែលបានបកស្រាយទាំងអ្វីមិនមែនការពិតនឹងថាជូនដល់សាធារណជនប្រកេនដល់ព្រះអង្គគ្រប់អង្គហើយនឹងពុទ្ធបរិស័ទរបស់ពុទ្ធសាសនាមណ្ឌលទាំងក្នុងនិងក្រៅប្រទេសផងដែរថាខ្ញុំ
អានិសង្ឃជាព្រះសង្ឃខ្ញុំអស់បុណ្យជាព្រះសង្ឃខ្ញុំសម្រេចចិត្តលាចាកសិក្ខាបទដោយខ្លួនរបស់ខ្ញុំមិនមានអ្នកណាបង្ខំឡើយអ្វីដែលខ្ញុំនិយាយគឺជាការពិតហើយខ្ញុំបញ្ជាក់ខ្លួនខ្ញុំទៀតណាខ្ញុំ40ខ្ញុំសឹកគឺខ្ញុំកំណត់ខ្លួនខ្ញុំស្រាច់អញ្ចឹងខ្ញុំអាយុ40គឺខ្ញុំសឹកហើយអញ្ចឹងសូមអស់លោកទាំងអស់មេត្តាជ្រាបសូមកុំយល់ច្រឡំហើយជាពិសេសខ្ញុំពេលដែលឮបងបកស្រាយសម្ដេចខឹមសនសម្ដេចខឹមសនពេញមាត់ហើយម៉ាត់សម្ដេចឈឹងមុនជាពេញមាត់ហើយម៉ាត់នេះខ្ញុំមានអារម្មណ៍មួយថាហេតុអីខ្ញុំសឹកទៅធ្វើបាបលោកជាអ្នកមានគុណខ្ញុំហើយមិនបានត្រូវទៅជារងគ្រោះទៅលើលោកទៅវិញព្រោះបើសម្ដេចឈឹងមុនជានឹងខ្ញុំមិនបានស្នាក់នៅជាមួយនឹងសម្ដេចទេគ្រាន់តែប្រស្រ័យតាក់ទងស្គាល់សម្ដេចនៅក្នុងភេទជាបព្វជិតនឹងពេលខ្លះក៏សម្ដែងធម៌មួយសម្ដេចខ្លះកាលពីមុនតែបើសម្ដេចខឹមសនតែម្ដងគឺលោកជាអ្នកមានគុណលើខ្ញុំណាច្រើនមែនទែនដែលខ្ញុំមិនអាចរៀបរាប់នៅប្រគុណរបស់លោកបានហើយមកដល់ពេលនេះក៏ខ្ញុំនៅតែស្នាក់អាស្រ័យជាមួយសម្ដេចជាអង្គម្ចាស់ដដែលអញ្ចឹងសូមបងពិចារណាឡើងវិញហើយគិតឡើងវិញហើយជាពិសេសសូមពុទ្ធបរិស័ទទាំងអស់ទាំងក្នុងនិងក្រៅប្រទេសមេត្តាកុំយល់ច្រឡំបែបនេះអីខ្ញុំឮហើយដូចជារង្គៀសចិត្តជាមួយនឹងការបកស្រាយរបស់បងដូចជាមិនត្រូវរឿងសំបីតែបន្តិចសោះដែលខ្ញុំមិនអាចទទួលយកបានសូមឲ្យខ្ញុំលាចាកសិក្ខាបទរបស់ខ្ញុំទាំងដែលខ្ញុំសម្រេចចិត្តខ្លួនខ្ញុំឲ្យខ្ញុំទៅបានសេចក្តីសុខខ្លួនខ្ញុំផងឲ្យខ្ញុំបានមានសេរីភាពខ្លួនខ្ញុំផងឲ្យខ្ញុំទៅដោយសេចក្តីសុខខ្លួនខ្ញុំនឹងគំនិតខ្លួនខ្ញុំដែលខ្ញុំចង់នឹងផងសូមអនុញ្ញាតបងប្អូនជនរួមជាតិពុកម៉ែបងប្អូនទាំងក្នុងនិងក្រៅប្រទេសមេត្តាសន្តោសប្រោសប្រណីអាណិតដល់ខ្ញុំឈប់យកខ្ញុំទៅដាក់នេះយកខ្ញុំទៅដាក់ឯនោះនឹងយកខ្ញុំទៅលាបជាមួយពណ៌នេះយកខ្ញុំទៅលាបជាមួយពណ៌នោះខ្ញុំមិនមែនជាអ្នកដែលត្រូវប្រឡាក់ពណ៌ដោយដែលបងប្អូនបានលើកឡើងមួយចំនួននោះទេអញ្ចឹងខ្ញុំផ្ញើសារនេះគ្រាន់តែជូនទៅដល់បងដែលបានបកស្រាយនេះហើយនឹងជូនទៅដល់ពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសដើម្បីបានស្ដាប់និងពិចារណាញាតិញោមអាចស្គាល់ជួនកក្កដាបានច្រើនណាស់តាមរយៈធម៌ទេសនាជួនកក្កដាចរិតយ៉ាងម៉េចក៏ញាតិញោមអាចស្ដាប់បានតាមធម្មទេសនាការនិយាយគឺបង្ហាញពីអត្តចរិតហើយអញ្ចឹងការនិយាយរបស់ខ្ញុំទាំងដែលខ្ញុំនៅប្រសង់កាលមិនទាន់សឹកញាតិញោមអាចស្ដាប់ហើយអាចដឹងចរិតថាជួនកក្កដាជាមនុស្សប្រភេទណាហើយអញ្ចឹងខ្ញុំសូមបញ្ជាក់ប៉ុណ្ណេះហើយក៏ខ្ញុំសូមអភ័យទោសទាំងក្នុងប្រទេសទាំងក្រៅប្រទេសរបស់អស់លោកសប្បុរសទាំងអស់ដែលបានទស្សនាខ្ញុំក្រែងលោចំណុចណាមួយដែលកាយវិការរបស់ខ្ញុំមិនគួរកប់មិនសមរម្យចំណុចណាមួយសូមមេត្តាខន្តីអភ័យទោសហើយខ្ញុំសូមប្រគេនពរថ្វាយសម្ដេចជាអង្គម្ចាស់បកណាគ្រប់អង្គជូនពរដល់អស់លោកសប្បុរសប្រុសស្រីទាំងក្នុងនិងក្រៅប្រទេសសូមឲ្យបានសុខចម្រើនគ្រប់ព្រះអង្គគ្រប់គ្នាសូមក្រាបថ្វាយបង្គំលាសូមជម្រាបលា